សុំមួយពេលមកអូនអើយសុំមួយពេលសុំមួយពេលមកសុំមួយពេលសុំមួយពេលមកអូនអើយសុំមួយពេលសុំមួយពេលមកដាក់ទៀនឲ្យបាយញ៉ាំមួយពេលមកបងសុំចាក់សោញ៉ាំនៅក្នុងផ្ទះដាក់ទៀនឲ្យបាយញ៉ាំមួយពេលមកបងសុំចាក់សោញ៉ាំនៅក្នុងផ្ទះប្រុសនេះអើតក៏មកពីណាឆ្លែកឆ្លាភ្លាវភ្លឺដូចជាចៅប្រុសនេះអើតក៏មកពីណាឆ្លែកឆ្លាភ្លាវភ្លឺដូចជាចៅទើបតែនឹងជួបមិនដែលស្គាល់ស្រាប់តែចង់បានសោចូលក្នុងផ្ទះទើបតែបានជួបមិនដែលស្គាល់ស្រាប់តែចង់ញ៉ាំបាយនៅក្នុងផ្ទះមិនដឹងបាយទឹកនៅឯណាមិនមកស្រឡាញ់គ្នាក៏បាននៅតែបានជួបចាពេលមានហើយលោកព្រះមាននៅតាមផ្ទះមិនមែនរ៉េស្តូរ៉ង់លឿនទៅតែស្រឡាញ់ហើយចិត្តចង់ប្រយ័ត្នខាតហើយបាត់បង់ណាបាទអ្នកណាបង្ខំនិយាយឡើងឆ្លាតធ្វើដូចឯងប្រុសស្អាតប្រយ័ត្នខ្ញុំឆែតប្រាប់ម៉ែបងជាប្រមិនដែលចេះប្រូបើអូនស្រឡាញ់បងជីវិតអូននឹងផ្លាស់ប្ដូរបើអូនស្រឡាញ់បងជីវិតអូននឹងផ្លាស់ប្ដូរសូមអូនកុំនិយាយថានោះស្រឡាញ់បងជីវិតអូននឹងផ្លាស់ប្ដូរបងជាប្រកាលីបហើយសូសុំមួយពេលមកអូនអើយសុំមួយពេលសុំមួយពេលមកសុំមួយពេលសុំមួយពេលមកអូនអើយសុំមួយពេលសុំមួយពេលមកដាក់ទៀនឲ្យបាយញ៉ាំមួយពេលមកបងសុំចាក់សោញ៉ាំនៅក្នុងផ្ទះដាក់ទៀនឲ្យបាយញ៉ាំមួយពេលមកបងសុំចាក់សោញ៉ាំនៅក្នុងផ្ទះប្រុសនេះអើតក៏មកពីណាឆ្លែកឆ្លាភ្លាវភ្លឺដូចជាចៅប្រុសនេះអើតក៏មកពីណាឆ្លែកឆ្លាភ្លាវភ្លឺដូចជាចៅទើបតែនឹងជួបមិនដែលស្គាល់ស្រាប់តែចង់បានសោចូលក្នុងផ្ទះទើបតែបានជួបមិនដែលស្គាល់ស្រាប់តែចង់ញ៉ាំបាយនៅក្នុងផ្ទះមិនដឹងបាយទឹកនៅឯណាមិនមកស្រឡាញ់គ្នាក៏បាននៅតែបានជួបចាពេលមានហើយលោកព្រះមាននៅតាមផ្ទះមិនមែនរ៉េស្តូរ៉ង់លឿនទៅតែស្រឡាញ់ហើយចិត្តចង់ប្រយ័ត្នខាតហើយបាត់បង់ណាបាទអ្នកណាបង្ខំនិយាយឡើងឆ្លាតធ្វើដូចឯងប្រុសស្អាតប្រយ័ត្នខ្ញុំឆែតប្រាប់ម៉ែបងជាប្រមិនដែលចេះប្រូបើអូនស្រឡាញ់បងជីវិតអូននឹងផ្លាស់ប្ដូរបើអូនស្រឡាញ់បងជីវិតអូននឹងផ្លាស់ប្ដូរ